បច្ចុប្បន្ន Toyota គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយនៅលើពិភពលោកប៉ុន្តែអ្នកដឹងទេថាដើមកំណើតរបស់វាមិនមែនចាប់ផ្ដើមពីការផលិតឡានឡើយកាលពីដំបូងគ្រួសារ Toyota មានក្រុមហ៊ុនផលិតម៉ាស៊ីនតម្បាញក្រណាត់មួយឈ្មោះ Toyota Automatic Loom Works នៅប្រទេសជប៉ុនបន្ទាប់មកមានបុរសម្នាក់ឈ្មោះ Kiichiro Toyoda ដែលមានក្តីស្រមៃចង់ឲ្យជប៉ុនអាចផលិតរថយន្តដោយខ្លួនឯងមិនពឹងលើបរទេសទៀតដូច្នេះនៅឆ្នាំ1937ក្រុមហ៊ុន Toyota Motor Corporation ត្រូវបានបង្កើតឡើងជាផ្លូវការតែរឿងដែលគួរឲ្យចាប់អារម្មណ៍គឺឈ្មោះដើមពិតប្រាកដគឺ Toyota មិនមែន Toyota ទេពួកគេបដូរទៅជា Toyota ព្រោះវាសរសេរងាយស្ដាប់ស្រួលហើយអក្សរជប៉ុនរបស់វាមាន8 strokes ដែលគេចាត់ទុកថាជាលេខនាំសំណាងនៅដំបូង Toyota មានការលំបាកខ្លាំងទាំងបញ្ហាហិរញ្ញវត្ថុនិងការប្រកួតប្រជែងជាមួយឡានអាមេរិកប៉ុន្តែ Toyota ផ្ដោតលើរឿងមួយសំខាន់បំផុតគឺការផលិតឡានដែលធន់ប្រើបានយូរនិងស៊ីសាំងតិចហើយនោះបានធ្វើឲ្យ Toyota ក្លាយជាក្រុមហ៊ុនដ៏ល្បីល្បាញទូទាំងពិភពលោក Toyota បានបង្កើតឡានល្បីជាច្រើនដូចជា Toyota Corolla, Toyota Camry និង Toyota Land Cruiser ជាពិសេស Corolla បានក្លាយជារថយន្តលក់ដាច់បំផុតមួយក្នុងប្រវត្តិសាស្ត្រព្រោះវារឹងមាំស៊ីសាំងតិចនិងថែទាំងងាយស្រួលបន្ទាប់មកនៅឆ្នាំ1997 Toyota ក៏បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយ Toyota Prius ដែលជារថយន្ត hybrid ដំបូងល្បីបំផុតនៅលើពិភពលោកមនុស្សជាច្រើនមិនជឿថា hybrid អាចជោគជ័យបានទេប៉ុន្តែ Toyota បានបង្ហាញថាពួកគេខុសសប្តាហ៍ថ្ងៃ Toyota មានឈ្មោះល្បីដោយសារភាពធន់ស៊ីសាំងតិចនិងម៉ាស៊ីនដែលអាចប្រើបានរាប់សិបឆ្នាំពីក្រុមហ៊ុនម៉ាស៊ីនតម្បាញក្លាយជារឿងព្រេងនៃពិភពរថយន្ត